បាទគោរពជំរាបសួរពុកមីងពុកម៉ែបងប្អូនកលេចមកមើលស្វាយនៅខាងក្រៅខ្ញុំនេះគឺផ្កាច្រើនយកតែមែនតែនបាទអឺយើងឃើញថាផ្កាច្រើនខ្លាំងបាទអញ្ចឹងក៏វាល្អប្រសើរសម្រាប់ប្រជាកសិករដែលគាត់ចង់បានផ្កាច្រើនហើយឃើញថាផ្កាស្វាយរបស់គាត់គឺល្អមែនតែនមានក្បាលរុយច្រើនបាទហើយមានក្បាលរុយមានសភាពមានកម្លាំងបាទខៀវល្អហើយវាលោតទៀតច្រឡោតបាទហើយមើលណែអូល្អមែនតែនទាំងចងទាំងអីណាបាទហើយខ្លះរយទៅណែលោតមកប៉ុណ្ណាណីបាទណាហើយស្វាយបែបនេះនៅពេលដែលបងប្អូនថែគឺអត់ស្ដាយទេហើយក៏មានទឹកចិត្តក្នុងការថែហ្មងបាទចំណុចនេះល្អណាបាទប៉ុន្តែបើផ្កាច្រើនពេកបងប្អូនគួរតែមានវិធីសាស្ត្របំពន់ហើយការប្រើប្រាស់ជីឲ្យបានច្រើនបន្តិចបាទទើបទិន្នផលយើងខ្ពស់ទៅតាមផ្កានឹងបាទកុំឲ្យផ្កាមួយចំនួនវាខូចចោលដោយសារតែវាអត់មានថាមពលដើម្បីឬក៏សារធាតុចិញ្ចឹមទៅផ្គត់ផ្គង់ដល់ផ្លែទេធ្វើឲ្យផ្លែមួយចំនួនត្រូវរុះត្រូវជ្រុះចោលខ្លះបាទអញ្ចឹងណាបាទអញ្ចឹងគួរតែបងប្អូនប្រើនៅជីស្រោចគល់ឬក៏មានជីដាក់នៅតាមគល់បាទបន្ថែមដើម្បីឲ្យស្វាយវាមានកម្លាំងនិងមានថាមពលដើម្បីចិញ្ចឹមទៅលើផ្លែបាទវគ្គនេះគឺសំខាន់សម្រាប់បងប្អូនដែលជាកសិករហ្នឹងគួរតែប្រើប្រាស់ជីស្រោចឬក៏ជីដាក់គល់នឹងឯងបាទអញ្ចឹងជាចុងក្រោយក៏សូមអរគុណបាទជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ